រឿងរ៉ាវគឺត្រូវបាននិយាយអំពីភូមិតូចមួយដែលស្ថិតនៅឯទីជនបទដែលវាជារឿងនិទានមុនចូលគេងរបស់ចាស់ៗដែលតែងតែនិទានបន្លាចដល់ក្មេងៗអំពីព្រះសង្ឃមួយអង្គដែលតែងតែនិមន្តបិណ្ឌបាតព្រលឹងរបស់អ្នកភូមិរៀងរាល់ពេលពាក់កណ្ដាលយប់នាពេលរាត្រីស្ងាត់សំឡេងឆ្កែលូរងំនៅបរិវេណចុងភូមិតូចមួយនៅស្រុកថ្មគោលខេត្តបាត់ដំបងពន្លឺព្រះច័ន្ទព្រឿងៗបានបង្ហាញអំពីវត្តមានរបស់ព្រះសង្ឃមួយអង្គដែលកំពុងតែនិមន្តចូលភូមិទាំងមានសភាពហាមប៉ោងនិងមានសម្បុរខ្មៅភ្នែកលៀនកំពុងតែនិមន្តបិណ្ឌបាតនាពេលពាក់កណ្ដាលយប់អ្នកភូមិនៅទីនោះតែងតែនិយាយថារៀងរាល់ពេលពាក់កណ្ដាលយប់ពួកគាត់តែងតែឮសំឡេងសូត្រធម៌របស់ព្រះសង្ឃខ្មោចអង្គនោះដែលតែងតែដើរតាមផ្លូវក្នុងភូមិរៀងរាល់ពេលពាក់កណ្ដាលអាធ្រាត្រតើមានប្រលឹងសម្រាប់ដាក់បាតទេញោមជួយផងខ្មោចលងខ្មោចលងជួយផងលោកអើយខ្មោចលងជួយផងខ្មោចលងលុះដល់ព្រឹកបន្ទាប់តាណយបានយកនៅរឿងរ៉ាវដែលគាត់បានជួបនឹងព្រះសង្ឃខ្មោចទៅនិយាយនៅឯផ្សារមួយកន្លែងនៅឯក្បែរភូមិរបស់គាត់ហើយរឿងរ៉ាវដែលតាណយជួបព្រះសង្ឃខ្មោចក៏ត្រូវបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយពាសពេញតែក្នុងភូមិណែតើពួកឯងដឹងទេនៅយប់មិញនេះបន្ទាប់ពីអញមកពីផ្ទះអាចារ្យខុំឆ្កែលូពេញទាំងភូមិតែម្ដងហើយសំលេងលូនោះវាមកជុំទេងប់នឹងសំលេងសូត្រនោះនឹងហ្មងនៅពេលដែលអញងាកទៅមើលម្ចាស់សំលេងតើពួកឯងដឹងថាអញបានឃើញអ្វីទេគឺខ្មោចលោកសង្ឃដែលគេល្បីនោះឥឡូវអញបានឃើញផ្ទាល់ហើយតើពួកឯងមិនចង់ឃើញខ្មោចនោះទេកុំដើរលេងនៅពេលពាក់កណ្ដាលអាធ្រាត្រឲ្យសោះវើយនៅយប់មួយខណៈពេលដែលអ្នកភូមិចូលនិន្ទ្រាសម្រានរងលក់វាប្រហែលជាម៉ោង1រំលងអាធ្រាត្រសំឡេងសូត្រធម៌ល្បីៗបានដាស់ឲ្យយាយណាយភ្ញាក់ពីសម្រានសំឡេងសូត្រធម៌មកកាន់តាគៀកដែលវាបានធ្វើឲ្យយាយណាយមានការងឿងឆ្ងល់ជាខ្លាំងនៅពេលដែលយាយណាយបានព្យាយាមសម្លឹងទៅមើលប្រភពសំឡេងដែលបានបន្លឺឡើងមកនោះយាយណាយពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញនៅរូបរាងរបស់ព្រះសង្ឃខ្មោចអង្គនោះដែលកំពុងតែបាននិមន្តតម្រង់មកកាន់ផ្ទះរបស់គាត់យាយណាយមានការតក់ស្លុតជាខ្លាំងហើយសំឡេងសូត្រធម៌បានឮរំពងជុំវិញផ្ទះយាយណាយធម្ម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 